ដើម្បីថតរឿងនេះនាងពិតជាហ៊ានថតអ្វីៗគ្រប់យ៉ាងនៅក្នុងរឿងនេះនាងបានប្រើរូបរាងដ៏ស្រស់ស្អាតរបស់នាងដើម្បីឲ្យបរិសុទ្ធ3នាក់លងស្រឡាញ់នាងក្នុងពេលតែមួយអ្វីដែលកាន់តែរន្ធត់នោះគឺពួកគេមានទំនាក់ទំនងជាបងប្អូននិងជាឪពុកកូននឹងគ្នាសាសាគឺជានិស្សិតម្នាក់មកពីប្រទេសបារាំងប៉ុន្មានខែមុននាងបានមកដល់ទីក្រុងឆេងឌូជាលើកដំបូងនាងធ្លាប់គិតថាខ្លួនឯងមិនសូវមាននិស្ស័យជាមួយទីកន្លែងនេះទេប៉ុន្តែមិននឹកស្មានថាបានជួបបរិសុទ្ធម្នាក់ដែលផ្លាស់ប្ដូរជីវិតរបស់នាងនៅទីនេះគឺលោកម៉ារ៉ុងការជួបគ្នាលើកដំបូងជាមួយភាគីម្ខាងទៀតសម្លេងខ្លុយដ៏ប្លែករបស់គាត់ហាក់ដូចជាមានមន្តអាគមរួមជាមួយរូបភាពដ៏ចម្លែកដែលបង្កើតឡើងដោយសម្បុកដង្កូវនាងនៅជុំវិញនោះបរិយាកាសដ៏ប្លែកនេះនិងសម្លេងតន្ត្រីដែលមិនធ្លាប់ឮពីមុនមកបានទាក់ទាញចិត្តសាសាទាំងស្រុងប៉ុន្តែនៅពេលដែលនាងលើកសម្បុកដង្កូវនាងមួយឡើងម៉ារ៉ុងក៏ឈប់លេងតន្ត្រីភ្លាមហើយដើរមកយ៉ាងលឿនថ្នមៗបន្តិចនៅក្នុងសម្បុកដង្កូវនាងនេះមានជីវិតតូចមួយដែលកំពុងរស់នៅដង្កូវនាងនេះនឹងក្លាយជាមេអំបៅដំបងឡើយសាសាមិនយល់ពីអត្ថន័យនៃពាក្យនេះទាល់តែសោះរហូតដល់នាងបានឃើញផ្ទាល់ភ្នែកនៅសម្បុកដង្កូវនាងដើម្បីទទួលបានសរសៃសូត្រដ៏ល្អឥតខ្ចោះជីវិតតូចៗដែលកំពុងដេកលក់ទាំងនោះត្រូវតែបញ្ចប់ជីវិតក្រោមសីតុណ្ហភាពខ្ពស់ក្នុងចិត្តរបស់សាសាក៏កើតមានក្តីអាណិតអាសូរយ៉ាងខ្លាំងតើមិនអាចកុំសម្លាប់ដង្កូវនាងបានទេប្រសិនបើដង្កូវនាងខ្លាចជាមេអំបៅសម្បុកនេះនឹងត្រូវខូចខាតវាអាចទាញបានតែសរសៃសូត្រដែលដាច់ប៉ុណ្ណោះដែលគ្មានតម្លៃអ្វីឡើយដូច្នេះហើយដើម្បីសម្បុកទាំងនេះដើម្បីដង្កូវនាងទាំងនេះម៉ារ៉ុងក៏បានប្រើសម្លេងខ្លុយរបស់គាត់ដើម្បីលេងបទភ្លេងកំដរក៏ដូចជាជូនដំណើរសពឲ្យពួកវាក្នុងនាមជាអ្នកចូលចិត្តលេងខ្លុយម្នាក់ដឹងថាការសម្ដែងរបស់ម៉ារ៉ុងនៅថ្ងៃនេះបានលើសពីវិសាលភាពនៃសិល្បៈទៅហើយត្រឡប់មកផ្ទះវិញសាសាបានស្វែងរកព័ត៌មានអំពីដង្កូវនាងដើម្បីចង់ដឹងច្បាស់ពីឧបករណ៍តន្ត្រីនៅក្នុងដៃរបស់ម៉ារ៉ុងឈីបាជាឧបករណ៍តន្ត្រីសម័យរាជវង្សសុងធ្វើពីឫស្សីមានរន្ធ5ព្រោះបំពង់ឫស្សីមានប្រវែង1 ហត្ថ 8 ធ្នប់ទើបគេហៅឈ្មោះបែបនេះសាសាស្ទើរតែឆ្លុះវង្វេងនឹងការស្វែងរកប្រវត្តិរបស់ឈីបានោះថែមទាំងបានទៅហាងលក់ឧបករណ៍តន្ត្រីដើម្បីព្យាយាមធ្វើវាឡើងវិញដើមឡើយនាងមានបំណងកាន់ឈីបានេះទៅសុំម៉ារ៉ុងធ្វើជាគ្រូដើម្បីរៀនសូត្រមិននឹកស្មានថាត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនោះទេអ្នកពិតជាហ៊ាននិយាយមែនមិនខ្លាចធ្វើឲ្យខូចឈ្មោះដ៏ពិសិដ្ឋបែបនេះទេឬក្នុងព្រៃឫស្សីដ៏ធំល្វឹងល្វើយក្នុងចំណោមឫស្សីរាប់ម៉ឺនដើមអ្នកពិបាកនឹងរកឃើញដើមមួយដែលអាចយកមកធ្វើជាជីបាបានណាកុំស្មានថាគ្រាន់តែយកដើមឫស្សីមកចោះរន្ធ5ក៏ហៅថាជីបាឲ្យសោះនោះគ្រាន់តែជាខ្លុយធម្មតាប៉ុណ្ណោះជីបាកម្រាស់នៃចំណុចនីមួយៗនៅខាងក្នុងគឺខុសគ្នាជាងត្រូវប្រើពេលរាប់ខែឬរាប់ឆ្នាំទើបអាចធ្វើវាបានបន្តិចម្ដងឬបែបនេះសាសាមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងដើម្បីសុំម៉ារ៉ុងធ្វើជាគ្រូដើម្បីរៀនតន្ត្រីដ៏ប្លែកនេះថ្ងៃមួយនាងបានទៅវិហារមួយដើម្បីស្វែងរកព្រះសង្ឃដែលមានចំណេះដឹងខ្ពង់ខ្ពស់ទីបំផុតនាងក៏បានដឹងថានៅទីនេះមានជីបាដ៏ល្អមួយនៅពេលដែលនាងកាន់វានៅក្នុងដៃសាសាបានព្យាយាមផ្លុំវាដោយក្តីរំភើបប៉ុន្តែហាក់ដូចជាមានអ្វីម្យ៉ាងស្ទះនៅខាងក្នុងធ្វើឲ្យវាមិនចេញសំឡេងតាមពិតទៅនៅខាងក្នុងនោះមានភ្ជាប់មកជាមួយនូវសូត្រមួយសន្លឹកដែលរៀបរាប់ថាសូត្រនេះត្រូវបានត្បាញចេញពីសម្បុកដង្កូវនាងដែលស៊ីស្លឹកដើមជូតឈិនថែមទាំងមិនបាច់ដុតសម្បុកដង្កូវនាងក៏អាចទទួលបានសរសៃសូត្រដែរសាសាក៏ប្រញាប់យកដំណឹងនេះទៅប្រាប់ម៉ារ៉ុងភ្លាមតើអ្នកស្គាល់ដើមជូតឈិនទេធ្លាប់ឮពីមុនទៅតាមជនបទនៃខេត្តស៊ីឈួនមាននៅគ្រប់ទីកន្លែងឥឡូវនេះដោយសារការសាងសង់អាងស្តុកទឹកភ្នំអេជេហានពួកវាទាំងអស់បានលិចនៅក្រោមទឹកអស់ហើយដង្កូវនាងដែលស៊ីស្លឹកឈូតឈិនបន្ទាប់ពីចេញពីសម្បុកនឹងក្លាយជាមេអំបៅដែលគេហៅថាមេអំបៅក្ងោកយប់មានតែការប្រើសម្បុកដង្កូវនាងប្រភេទនេះដើម្បីទាញសរសៃសូត្រប៉ុណ្ណោះទើបមិនបាច់សម្លាប់សត្វដូច្នេះហើយនៅក្នុងពិធីបុណ្យដ៏ពិសិដ្ឋបំផុតមួយចំនួននៃពុទ្ធសាសនាសម័យបុរាណសម្លៀកបំពាក់សូត្រដែលគេប្រើគឺសុទ្ធតែត្បាញចេញពីសរសៃសូត្រនៃដង្កូវនាងឈូតឈិនទាំងអស់ខ្ញុំបានស្វែងរកអស់រយៈពេលរាប់សិបឆ្នាំមកហើយទីបំផុតខ្ញុំបានរកឃើញអ្វីដែលខ្ញុំចង់បានហើយចាប់តាំងពីពេលនោះមកក៏បាននៅក្បែរគ្នាជានិច្ចគ្រាន់តែដើម្បីស្វែងរកដើមឈូតឈិននិងមេអំបៅក្ងោកយប់ដែលមានអត្ថន័យដ៏ជ្រាលជ្រៅនៃជីវិតពេលហត់នឿយក៏សម្រាកនៅទីនោះញ៉ាំអាហារបន្តិចបន្តួចពេលទំនេរម៉ារ៉ុងក៏បង្រៀនសាសាពីបច្ចេកទេសផ្លុំខ្លុយថ្ងៃមួយដើម្បីស្វែងរកការបំផុសគំនិតក្នុងតន្ត្រីសាសាថែមទាំងបានទៅក្លឹបកំសាន្តដើម្បីធ្វើជា DJ ទៀតផងប៉ុន្តែនៅពេលដែលតន្ត្រីបន្លឺឡើងហើយសាសាកំពុងតែជក់ចិត្តនឹងវានោះស្រាប់តែតន្ត្រី DJ ដ៏រស់រវើកនោះក៏មានលេីឡំនឹងសម្លេងខ្លុយដ៏ស្រទន់មួយតាមពិតទៅម៉ារ៉ុងមិនដឹងជាមកដល់ក្លឹបកំសាន្តតាំងពីពេលណានោះទេការបង្រៀនដោយមិនប្រើពាក្យសម្ដីនេះប្រៀបដូចជាខ្យល់រដូវការីកបានដាក់អារម្មណ៍ស្នេហាដែលកំពុងរីកដុះដាលក្នុងចិត្តរបស់អ្នកទាំងពីរយ៉ាងស្ងប់ស្ងាត់ចង្វាក់ភ្លេងអេឡិចត្រូនិកនិងសម្លេងខ្លុយដែលរលាយចូលគ្នាភ្លាមៗនោះក្លឹបកំសាន្តក៏បានទទួលនូវភាពរស់រវើកដ៏អស្ចារ្យបំផុតវាមិនត្រឹមតែជាការស៊ីចង្វាក់គ្នានៃតន្ត្រីប៉ុណ្ណោះទេប៉ុន្តែវាក៏ជាបេះដូងពីរដែលកំពុងរួមជាមួយគ្នាក្នុងសិល្បៈដ៏ក្តៅគគុកថ្ងៃមួយម៉ារ៉ុងនិងសាសាទីបំផុតបានរកឃើញដើមឈូតឈិននៅតាមជនបទប្រហែលជាមកពីអារម្មណ៍រំភើបខ្លាំងពេកម៉ារ៉ុងក៏បានយកសរសៃសូត្រនៅក្នុងដៃមករុំលើក្បាលរបស់សាសាបរិយាកាសនៅពេលនេះក៏ប្រែជាផ្អែមល្ហែមយ៉ាងខ្លាំងប៉ុន្តែសាសាមិនត្រឹមតែមិនបដិសេធទេថែមទាំងមានក្តីរំភើបបន្តិចទៀតផងដោយអ្វីដែលនាងបាននិយាយអញ្ចឹងស្នេហាតែងតែមកដល់ដោយមិនដឹងខ្លួនមានតែអ្នកដែលមិនធ្លាប់ស្រឡាញ់ប៉ុណ្ណោះទើបគិតថាស្នេហាគឺជាដំណើរការនៃអារម្មណ៍ដែលប្រែប្រួលបន្តិចម្ដងបន្តិចស្នេហាគឺជាទេពកោសល្យម្យ៉ាងនៅក្នុងថ្ងៃបន្ទាប់អ្នកទាំងពីរមិនត្រឹមតែមានទំនាក់ទំនងជាគ្រូនិងសិស្សប៉ុណ្ណោះទេប៉ុន្តែក៏បានក្លាយជាគូស្នេហ៍នឹងគ្នាផងដែរទោះបីជាពួកគេមានអាយុខុសគ្នាជិត20ឆ្នាំក៏ដោយប៉ុន្តែសេចក្តីស្រឡាញ់របស់សាសាចំពោះម៉ារ៉ុងគឺបានចាក់ឫសយ៉ាងជ្រៅក្នុងឆ្អឹងទៅហើយប៉ុន្តែរាល់ពេលដែលជួនសាសាត្រឡប់ទៅសាលាវិញនៅពេលយប់ម៉ារ៉ុងមិនដែលចូលទៅខាងក្នុងឡើយខាងមុខគឺជាសាលារបស់កូនប្រុសខ្ញុំបើគេឃើញគឺមិនសូវល្អទេអ្នកចូលទៅដោយខ្លួនឯងចុះតាមពិតទៅកូនប្រុសរបស់គាត់រៀននៅសាលាជាមួយសាសាដែរទន្ទឹមនឹងនេះវាក៏បាននាំមកនៅខ្សែរឿងទី2នៃរឿងនេះផងដែរកូនប្រុសរបស់ម៉ារ៉ុងឈ្មោះឆាលីនជានិស្សិតផ្នែកល្ខោនអូបេរ៉ាស៊ីឈួនថ្ងៃមួយគាត់បានឃើញសាសាដែលទើបតែហាត់ទឹកកំសាន្តរួចហើយកំពុងរៀបចំផ្លាស់ប្ដូរសម្លៀកបំពាក់ដោយអចេតនារូបរាងដ៏ស្រស់ស្អាតរបស់នាងបានតាក់ទាញចិត្តគាត់ភ្លាមៗឆាលីនក៏បានលងស្រឡាញ់សាសាតាំងពីពេលនោះមកដើម្បីតាមស្រឡាញ់នារីដែលខ្លួនពេញចិត្តថ្ងៃមួយគេបានបន្លំខ្លួនជាអ្នកសម្អាតដើម្បីចូលទៅក្នុងអន្តេវាសិកដ្ឋានរបស់និស្សិតបរទេសក្រៅពីអ្នកសម្អាតជនជាតិចិនដែលចូលទៅត្រូវតែចុះឈ្មោះទាំងអស់ខ្ញុំជានិស្សិតសាលាល្ខោនអូបេរ៉ាដើម្បីការសម្ដែងបញ្ចប់ការសិក្សាលោកគ្រូឲ្យពួកយើងចូលមកស្វែងយល់ពីជីវិតជាក់ស្ដែងខ្ញុំចង់សាកល្បងធ្វើជាអ្នកសម្អាតបន្តិចបន្ទាប់ពីចូលទៅក្នុងបន្ទប់របស់សាសាក៏បានចាប់ផ្ដើមពិនិត្យមើលរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់នាងថែមទាំងមិនលើកលែងសូម្បីតែស្បែកជើងកែងខ្ពស់ហើយថែមទាំងបានពាក់វាដើររៀនធ្វើជាមនុស្សស្រីទៀតផងមិនដឹងថាពេលនេះសាសាកំពុងតែត្រឡប់មកបន្ទប់វិញនោះទេតើអ្នកជានរណាតើអ្នកកំពុងធ្វើអ្វីនៅក្នុងបន្ទប់របស់ខ្ញុំខ្ញុំឈ្មោះឆាវលីនខ្ញុំមកសម្អាតបន្ទប់ឲ្យអ្នកអំបញ្ញមិញស្បែកជើងរបស់អ្នកបានធ្លាក់ចុះមកសាសាមិនសូវជឿលើពាក្យសម្ដីរបស់ឆាវលីនប៉ុន្មានទេប៉ុន្តែដើម្បីទទួលបានទំនុកចិត្តពីនារីដែលខ្លួនស្រឡាញ់គាត់ក៏បាននិយាយបញ្ចូលថាទន្សាយសក់របស់នាងពិតជាគួរឲ្យស្រឡាញ់ណាស់
Sasha ស្មានថាគាត់កំពុងរំលឹកនាងថាអន្តេវិសកដ្ឋានមិនឲ្យចិញ្ចឹមសត្វក៏ប្រញាប់បញ្យល់ភ្លាម Shaolin ឮហើយក៏និយាយថាគាត់នឹងជួយរក្សាការសម្ងាត់ឲ្យនាងចាប់តាំងពីពេលនោះមកឲ្យតែមានវត្តមាន Sasha នៅទីណាគឺតែងតែមាន Shaolin នៅទីនោះជានិច្ចដើម្បីបង្កើតឱកាសជួបគ្នាគាត់ថែមទាំងបានទៅរៀនហែលទឹកទៀតផងថ្ងៃមួយនៅពេលដែលដឹងថាជើងរបស់ Sasha កំពុងតែឈឺ Shaolin ក៏ទទួលបានឱកាសដ៏ល្អមួយខ្ញុំចេះធ្វើម៉ាស្សាជើងអាចជួយឲ្យអ្នកបាត់ហត់នឿយភ្លាមៗអ្នកជិតខាងរបស់ខ្ញុំម្នាក់បើកហាងម៉ាស្សាជើងខ្ញុំតែងតែទៅលេងទីនោះហើយក៏បានរៀនចេះខ្លះៗដែរដើម្បីស្មានថា Shaolin ចង់ឆ្លៀតឱកាសពី Sasha ដូចអ្នកទាំងអស់គ្នាដែរបន្ទាប់មក Shaolin ក៏បានប្រើបច្ចេកទេសដ៏ជំនាញរបស់គាត់ដើម្បីម៉ាស្សាលើជើងរបស់នាងនៅពេលនេះ Shaolin ហាក់ដូចជាកំពុងបម្រើ Sasha ឲ្យជក់ចិត្តនឹងវាថែមទាំងបានជួយកាត់ក្រចកជើងឲ្យនាងទៀតផងខ្ញុំអាចនិយាយបានថាក្មេងម្នាក់នេះពិតជាមិនចេះខ្មាស់អៀនមែនចាប់តាំងពីពេលនោះមកឲ្យតែនាងត្រឡប់មកពីលើភ្នំវិញដោយភាពហត់នឿយអ្នកទាំងពីរក៏តែងតែណាត់ជួបគ្នានៅអាងហែលទឹកជានិច្ចហើយរឿងនេះក៏បានធ្វើឲ្យ Shaolin មានអារម្មណ៍ច្រឡំថាជាស្នេហាគាត់ស្មានថានារីដែលខ្លួនស្រឡាញ់បានទទួលយកការស្រឡាញ់របស់គាត់ហើយប៉ុន្តែមិនដឹងថា Sasha បានទៅជ្រកក្រោមការអបប្រសោបរបស់អ្នកផ្សេងបាត់ទៅហើយថែមទាំងបានយកខ្សែជើងពណ៌មាសរបស់ខ្លួនទៅឲ្យ Marong ដើម្បីធ្វើជាវត្ថុបញ្ជាក់ស្នេហាទៀតផងនៅពេលកូនប្រុសរបស់គាត់ងាកមកមើលភ្នែករបស់គាត់ក៏បានកលេចទៅឃើញកជើងរបស់ឪពុកគាត់ដោយអចេតនាឃើញបែបនេះគាត់ក៏ទន់ដៃទន់ជើងភ្លាមៗដោយក្តីមិនគួរឲ្យជឿហេតុអ្វីបានជាខ្សែជើងរបស់នារីដែលខ្លួនស្រឡាញ់ទៅនៅលើខ្លួនឪពុករបស់គាត់ទៅវិញនៅតាមផ្លូវត្រឡប់មកផ្ទះវិញគាត់កាន់តែគិតកាន់តែមិនយល់ដូច្នេះហើយដើម្បីចង់ដឹងពីការពិតគាត់ក៏បានលួចតាមដាន Sasha នៅយប់នោះលទ្ធផលគឺគាត់បានឃើញនារីដែលខ្លួនស្រឡាញ់កំពុងតែនៅជាមួយឪពុករបស់គាត់មែនឃើញទស្សនភាពដ៏រន្ធត់នៅចំពោះមុខ Shaolin ក៏បានរត់ត្រឡប់ទៅសាលាវិញទាំងអារម្មណ៍ឆ្កួតឡប់ទន្ទឹមនឹងនោះនៅពេលដែល Marong ជូន Sasha ត្រឡប់មកវិញលើកនេះគាត់មិនបានឲ្យនាងចុះពីលើឡានឡើយកូនប្រុសខ្ញុំប្រាប់ខ្ញុំថាគេបានរកឃើញស្នេហាពិតហើយប៉ុន្តែនៅពេលដែល Marong ជូន Sasha ត្រឡប់ទៅដល់អន្តេវិសកដ្ឋានវិញស្រាប់តែឃើញទស្សនភាពដ៏សាហាវព្រៃផ្សៃមួយនៅតាមផ្លូវដើរតាមដានស្នាមជា Marong ក៏បានរត់ចូលទៅក្នុងបន្ទប់ហើយក៏បានឃើញកូនប្រុសរបស់គាត់កំពុងតែអង្គុយនៅទីនោះទាំងអារម្មណ៍ភ័យខ្លាច Shaolin ហាក់ដូចជាបាត់បង់ស្មារតីបានត្រឹមតែស្រែកយំដោយក្តីរន្ធត់កុំឲ្យប៉ាដឹងឲ្យសោះចេញទៅនៅពេលដែល Sasha ដឹងថាអ្នកទាំងពីរគឺជាឪពុកកូននឹងគ្នានាងក៏បានបាត់បង់ម្ចាស់ការទាំងស្រុងមិននឹកស្មានថាអ្នកដែលឪពុកកូនត្រកូលម៉ាស្រឡាញ់គឺសុទ្ធតែជានាងទាំងអស់ភាពមិនសមហេតុផលនិងអារម្មណ៍ខុសឆ្គងដ៏ធំធេងបានធ្វើឲ្យ Sasha ធ្លាក់ចូលទៅក្នុងទីជ្រៅបំផុត3ថ្ងៃកន្លងផុតទៅដោយមិនទទួលបានដំណឹងអ្វីពីភាគីម្ខាងទៀតដោយសារតែក្តីនឹកនា Sasha ក៏បានទៅរោងចក្រដើម្បីសួរនាំព័ត៌មានតាមពិតទៅ Marong មិនបានមកលេងខ្លុយនៅទីនេះជាច្រើនថ្ងៃមកហើយឮថាដោយសារតែកូនប្រុសរបស់គាត់ត្រូវបាននារីអាក្រក់ម្នាក់ធ្វើឲ្យឈួតលប់បាត់ទៅហើយ Sasha អង្គុយនៅលើមាត់ទន្លេនឹកឃើញដល់អតីតកាលដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរបន្ទាប់ពីគិតយ៉ាងម៉ត់ចត់នាងក៏សម្រេចចិត្តចាក់ចេញពីទឹកដីមួយនេះដើមឡើយស្មានថាបន្ទាប់ពីត្រឡប់ទៅប្រទេសបារាំងវិញនាងនឹងអាចបំភ្លេចរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនៅទីក្រុង Chengdu ប៉ុន្តែក្នុងចិត្តរបស់ Sasha នៅតែនឹកនាដល់ Marong ជានិច្ចថែមទាំងបន្តហាត់ខ្លុំខ្លុយជាបាហើយក៏បានចិញ្ចឹមដង្កូវនាងតាមវិធីដែលគាត់បានបង្រៀន Marong ដែលនៅឆ្ងាយក្នុងប្រទេសមួយទៀតក៏មានអារម្មណ៍មិនខុសគ្នាដែរចាប់តាំងពី Sasha ចាក់ចេញទៅគាត់ហាក់ដូចជាមនុស្សដែលបាត់បង់វិញ្ញាណចឹងប្រហែលជាមកពីក្តីនឹកនាខ្លាំងពេក Sasha ក៏សម្រេចចិត្តសាក់រូបដង្កូវនាងមួយនៅលើជើងរបស់នាងដើម្បីទុកជាអនុស្សាវរីយ៍នៃស្នេហាមួយនោះអ្នកសាក់រូបម្នាក់នោះប្រាប់ខ្ញុំថាអ្នកបានខលមកខ្ញុំកាលពីម្សិលមិញមែនទេគ្រាន់តែចូលមកដល់ភ្លាម Sasha ក៏និយាយថានាងចង់សាក់រូបវានៅលើជើងរបស់នាង Chenming ក៏បានយកឧបករណ៍របស់គាត់ចេញមកភ្លាមប៉ុន្តែអ្វីដែលគាត់ប្រើគឺមជ្ឈុលសាក់បែបបុរាណទោះបីជារូបភាពដែលសាក់ចេញមកមើលទៅមានភាពរស់រវើកជាងការប្រើម៉ាស៊ីនក៏ដោយប៉ុន្តែពេលវេលានិងការឈឺចាប់ក៏ត្រូវការឡើងទ្វេដងដែរជាងសាក់នេះក៏បានសម្លឹងមើលទឹកមុខដ៏ម៉ឺងម៉ាត់របស់ Sasha វាពិតជាដូចគ្នាទៅនឹងពេលដែល Shaolin កាត់កញ្ចក់ជើងឲ្យនាងចឹងមិនយូរប៉ុន្មាន Chenming ក៏បានបញ្ចប់ការងាររបស់គាត់រូបដង្កូវនាងនោះពិតជាស្អាតនិងគួរឲ្យស្រឡាញ់ខ្លាំងណាស់ប៉ុន្តែនៅពេលនេះ Chenming ស្រាប់តែមានគំនិតដ៏ធំមួយខ្ញុំចង់សាក់រូបមេអំបៅក្ងោកយប់នេះនៅលើខ្លួនរបស់អ្នកគឺនៅលើខ្នងរបស់អ្នកហេតុអ្វីស្បែករបស់អ្នកពិតជាកម្រឃើញណាស់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ប្រហែលជាមានតែម្នាក់គត់ដែលមានស្បែកបែបនេះ Sasha ពិតជាជក់ចិត្តនឹងមេអំបៅក្ងោកយប់ខ្លាំងណាស់ទីបំផុតនាងក៏បានយល់ព្រមប៉ុន្តែនៅវិនាទីបន្ទាប់នាងក៏ចាប់ផ្ដើមបារម្ភពីកូនដង្កូវនាងរបស់នាងព្រោះពួកវាស៊ីស្លឹកឈើនោះចិត្តអស់ហើយលឺចឹងជាងសាក់ថារូបគេនឹងជួយស្វែងរកដើមរុក្ខជាតិដែលជាចំណីដង្កូវនាងមិនមែនគ្រាន់តែនិយាយលួងលោម Sasha ប៉ុណ្ណោះទេថ្ងៃបន្ទាប់គាត់ក៏បាននាំនាងដើររកនៅគ្រប់ទីកន្លែងមិននឹកស្មានថាពិតជាបានរកឃើញដើមថែមទាំងបានពោ Sasha ឡើងទៅបេះស្លឹកឈើទៀតផងនៅពេលនេះ Sasha ស្រាប់តែចង់យកកូនដង្កូវនាងដែលងាប់នោះទៅកប់នៅក្រោមដើមឈើមិននឹកស្មានថា Chenming ក៏បានច្រៀងបទចម្រៀងបន់សពជាភាសាបារាំងភ្លាមៗនោះទេវិធីសាស្ត្រនេះគឺដូចគ្នាទៅនឹងពេលដែល Marong លេងខ្លុយឲ្យកូនដង្កូវនាងអញ្ចឹងវាធ្វើឲ្យ Sasha មានអារម្មណ៍ជិតស្និទ្ធនិងស៊ាំយ៉ាងខ្លាំងប៉ុន្តែបើប្រៀបធៀបទៅ Chenming អាចផ្ដល់ឲ្យ Sasha នៅអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពជាងយ៉ាងហោចណាស់ក៏អាចទទួលបាននូវក្តីសុខដ៏សាមញ្ញមួយដែរប៉ុន្តែជោគវាសនាតែងតែចូលចិត្តលេងសើចជានិច្ចថ្ងៃមួយ Sasha ស្រាប់តែមានអាការៈចង់ក្អួតចង្អោរលទ្ធផលបន្ទាប់ពីទៅពិនិត្យនៅមន្ទីរពេទ្យគឺនាងមានផ្ទៃពោះជាមួយ Marong បាត់ទៅហើយនៅពេលនេះ Sasha បានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកមួយដើមឡើយនាងមានបំណងចង់បោះបង់កូនម្នាក់នេះចោលប៉ុន្តែនៅពេលដែលនាងរៀបនឹងធ្វើការវះកាត់យកកូនចេញស្រាប់តែនឹកឃើញដល់ពាក្យសម្ដីរបស់ Marong នៅក្នុងសម្បុកដង្កូវនាងនេះមានជីវិតតូចមួយដែលកំពុងរស់នៅជីវិត Sasha ដែលកំពុងដេកនៅលើគ្រែវះកាត់មានអារម្មណ៍ស្ទាក់ស្ទើរយ៉ាងខ្លាំងនឹកឃើញដល់ការគោរពចំពោះជីវិតរបស់បុរសដែលខ្លួនស្រឡាញ់នាងក៏បានសម្រេចចិត្តរក្សាកូនម្នាក់នេះទុកភ្លាមប៉ុន្តែមិននឹកស្មានថា Chenming ត្រូវបានគេរកឃើញថាជាជនអន្តោប្រវេសន៍ខុសច្បាប់នោះទេគាត់ហៀបនឹងត្រូវបានប៉ូលីសបញ្ជូនត្រឡប់ទៅប្រទេសវិញហើយ Sasha ក៏បានប្រញាប់ទៅរកមេធាវីភ្លាមប៉ុន្តែការខិតខំប្រឹងប្រែងទាំងអស់គឺឥតប្រយោជន៍ការផ្លាស់ប្ដូរដ៏រន្ធត់នេះនាងមិនអាចទ្រាំទ្រនឹងរឿងទាំងអស់នេះម្នាក់ឯងបានឡើយត្រង់នេះ Sasha នាងចង់ឲ្យជាងសាក់ត្រូវជាបងប្អូន Marong ជួយយកដំណឹងដ៏រីករាយនេះប្រាប់ទៅ Marong ដែលជាគូស្នេហ៍របស់នាងនៅប្រទេសចិនផងព្រោះនាងមិនអាចតាក់ទងបានប៉ុន្តែដំណឹងគឺ Marong បានស្លាប់ហើយគាត់ស្លាប់បាន2ខែហើយគឺចាប់តាំងពី Shaolin កើតជំងឺផ្លូវចិត្តមក Marong ក៏លែងបានតាក់ទងជាមួយ Sasha ជានិច្ចដោយសារតែក្តីនឹកនារីជាទីស្រឡាញ់ខ្លាំងពេកជំងឺក្នុងចិត្តរបស់ Marong កាន់តែធ្ងន់ធ្ងរទៅមិនមានអ្នកណាម្នាក់បានដឹងឡើយអំឡុងពេលនៅរស់នឹងកំដរកូនប្រុសដោយមើលកូនប្រុសបានរចនាស្បែកជើងដោយស្រមៃចង់ពាក់វាឲ្យ Sasha នៅក្នុងថ្ងៃរៀបការរបស់ពួកគេ
លោកគ្រូពេទ្យក៏បានឲ្យម៉ារ៉ុងឡើងសម្ដែងល្ខោនអូបេរ៉ាស៊ីឈួនជាមួយកូនប្រុសរបស់គាត់ប្រហែលជាអាចជួយសម្រាលក្តីនឹកនាក្នុងចិត្តរបស់ចៅលិនបានខ្លះត្រង់នេះហើយចៅលិនកាន់ស្រាមេអំបៅកងោកបំរុងផឹកហើយផឹកវាទាំងអស់ដើម្បីសម្លាប់ជីវិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតក៏បានដណ្ដើមយកស្រានោះពីកូនប្រុសមកផឹកខ្លួនឯងបន្ទាប់មកគាត់ក៏បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងសច្ចាក្រោយពីនាងបានដឹងដំណឹងនេះក៏មានក្តីរន្ធត់និងសោកសៅយ៉ាងខ្លាំងសំណាងល្អដែលមានជីវិតតូចមួយនេះដែលអាចជាសាក្សីនៃស្នេហាដ៏ជ្រាលជ្រៅរបស់នាងនិងម៉ារ៉ុងដូច្នេះហើយទោះបីជាផ្លូវខាងមុខមានការលំបាកយ៉ាងណាក៏ដោយសាសាការពារជីវិតតូចមួយនេះឲ្យមកកាន់ពិភពលោកឲ្យបានដូច្នេះហើយនៅថ្ងៃចុងក្រោយដែលជានមីងដែលជាជាងសាក់ត្រូវបញ្ជូនត្រឡប់ទៅវិញសាសាក៏បានសូមឲ្យតុលាការអនុញ្ញាតឲ្យគាត់បញ្ចប់ការសាក់រូបរបស់គាត់ប៉ុន្តែជាងសាក់ប្រាប់ថាភ្នែករបស់មេអំបៅក្ងោកនៅមិនទាន់បានសាក់នៅឡើយទេបើគ្មានភ្នែកទេវានឹងមិនអាចហោះហើរបានឡើយវានឹងនៅជាប់នឹងខ្លួនរបស់អ្នកជារៀងរហូតពាក្យនេះហាក់ដូចចង់ឲ្យនាងយល់ពីរឿងមួយនៅវិនាទីចុងក្រោយសាសាក៏បានប្រមូលភាពក្លាហានដើម្បីនិយាយថាជានមីងគឺជាស្វាមីនាពេលអនាគតរបស់នាងទោះបីជាច្បាប់អាចបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់បានក៏ដោយប៉ុន្តែមិនអាចបណ្ដេញស្វាមីរបស់ស្ត្រីដែលមានសញ្ជាតិបារាំងបានឡើយបន្ទាប់ពីធ្វើការសម្រេចចិត្តនេះសាសាហាក់ដូចជាបានឆ្លងកាត់ការផ្លាស់ប្ដូរដ៏ធំមួយពីក្មេងស្រីម្នាក់ដែលចេះតែរត់គេចពីអារម្មណ៍បានប្រែក្លាយជាស្ត្រីម្នាក់ដែលហ៊ានប្រឈមមុខនិងយល់ពីការទទួលខុសត្រូវនិងសេចក្តីស្រឡាញ់ដូចជាមេអំបៅក្ងោកដែលចេញពីសម្បុកអញ្ចឹងបន្ទាប់ពីឆ្លងកាត់ភាពងងឹតនិងការតស៊ូទីបំផុតក៏ទទួលបានជីវិតថ្មីរឿងនេះត្រូវបានបញ្ចប់នៅត្រឹមនេះអរគុណចំពោះការទស្សនាសូមតែចុច like follow ដើម្បីជួបគ្នាទស្សនានៅវីដេអូក្រោយទៀតសូមអរគុណ